មុនគាថាផ្ចាញ់មីជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាដែលតែងតែតាមដាន Channel YouTube របស់ខ្ញុំបានថ្ងៃនេះខ្ញុំសូមលើកយកនៅមុនគាថាផ្ចាញ់មីដែលដកស្រង់ចេញអំពីពុទ្ធជ័យមង្គលទាំង8ប្រការដែលព្រះសម្មាសម្ពុទ្ធទ្រង់ផ្ចាញ់ពពួកមីគឺផ្ចាញ់នៅសភាវៈអាក្រក់ទាំងឡាយពួកអមនុស្សឬមួយក៏អំពើមុនខ្មៅអីទាំងឡាយឬក៏មនុស្សអាក្រក់និយាយរួមទៅឲ្យតែជាសភាវៈអាក្រក់ដែលប៉ុនប៉ងបៀតបៀនមកលើយើងគឺធ្វើអ្វីយើងពុំបានឡើយមុនគេថានេះផងដែរមុននឹងយើងសូត្រគឺត្រូវតាំងនមោតស្សៈចំនួន3ចប់ជាមុនសិននមោតស្សៈភគវតោអរហតោសម្មាសម្ពុទ្ធស្សៈនមោតស្សៈភគវតោអរហតោសម្មាសម្ពុទ្ធស្សៈនមោតស្សៈភគវតោអរហតោសម្មាសម្ពុទ្ធស្សៈពេលដែលយើងតាំងនមោតស្សៈចំនួន3ចប់ហើយគឺយើងសូត្រនមន្តគាថានេះទាំងអស់គ្នាដែលមន្តគាថានេះផងដែរគឺយើងសូត្រថាពាមាននីឧកសៈនិតុ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 ចឹងបងប្អូនសូត្រចំនួន7ចប់ហើយមុនគាថានេះគឺវាមានអត្ថន័យរបស់វាគឺពាគឺដកស្រង់ចេញអំពីពហុងគឺព្រះអង្គផ្ចាញ់មីនោះមានឫទ្ធិខ្លាំងណាស់អាចកលាខ្លួនធ្វើជាស្អីក៏បានដែរបំផ្លែងខ្លួនបង្ហាញឫទ្ធិចាញ់នៅដៃមួយពិនមានលំពេងធ្នូស្នាកងចាក់អីជាដើមគប់សម្ដៅលើព្រះសម្មាសម្ពុទ្ធក៏ប៉ុន្តែធ្វើអ្វីព្រះសម្មាសម្ពុទ្ធពុំបានចំណែកមីគឺសម្ដៅទៅលើមារាតិរេដែលព្រះអង្គផ្ចាញ់អលវកយៈនីគឺព្រះអង្គផ្ចាញ់ដំរីឈ្មោះនីឡាគិរីចំណែកឧដកស្រង់ចេញអំពីអុខេតខៈគឺផ្ចាញ់នៅចអង្គលីមៀលចំណែកកគឺកលែងឃ្លាកាត់ថ្វាគឺព្រះអង្គផ្ចាញ់នាងចិញ្ចាមួយទៀតគឺស័កកលែងឃ្លាសច្ចាំងគឺព្រះអង្គផ្ចាញ់សច្ចកៈនិក្រិនជានិក្រិនឈ្មោះសច្ចកៈចំណែកអ្នកគឺដកស្រង់ចេញអំពីឃ្លានន្តោបនន្តកាលដែលព្រះអង្គញ៉ាំងព្រះមហាមុគលានឲ្យคลายខ្លួនជានាគទទួលមាននាគឈ្មោះនន្តោបនន្តចំណុចចុងក្រោយគឺទុនេះគឺដកចេញពីឃ្លាទុគាគឺផ្ចាញ់ព្រំបកាចឹងមុនគាថានេះក៏មានតែប៉ុណ្ណេះហើយអត្ថន័យនៃមុនគាថានេះគឺដកស្រង់ចេញអំពីពុទ្ធជ័យមង្គលទាំង8ប្រការដែលព្រះអង្គឈ្នះមីហើយវីដេអូរបស់ខ្ញុំក៏មានតែប៉ុណ្ណេះឯងបងប្អូនជាសំណុំពរចុងក្រោយខ្ញុំបាទសូមឲ្យបងប្អូនជួយចុច like ជួយចុច subscribe ដល់ Channel YouTube របស់ខ្ញុំបាទផងក្រនឹងជាកម្លាំងចិត្តដើម្បីធ្វើវីដេអូចែកជូននៅមុនគាថាបន្តទៀតដល់បងប្អូនសូមអរគុណ